បាទជំរាបសួរបងប្អូនបាទហ៊ី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 អ៊ីបងប្អូនហើយបងប្អូនធុនមីងហុងធុនមីងហុងប្រកួតជាមួយយ៉នពិសីបាទដណ្ដើមប្រាក់លានបាទបងប្អូនមើលសកម្មភាពនៃការប្រកួតណាបាទល្អមែនបាទហើយចេះវាយបានឲ្យធុនមីហុងរាប់កុំឲ្យអាចចាញ់ប៉ុន្តែបើនិយាយពីកណ្ដាប់ដៃរបស់យូនពិសីគឺអាចក៏ត្រូវច្រើនដែរវាយត្រូវច្រើនប៉ុន្តែធុនមីហុងគាត់អត់ស្រុតតែបានវាយឲ្យគេរាប់ទេបានឈ្នះនោះកុំឲ្យស្រេចហើយក៏ចេះតែភ័យទឹក2ទឹក3ទៅហើយយូនពិសីទៅហើយយូនពិសីទៅហើយប៉ុន្តែគាត់ចេះតែទប់បានទប់រហូតដល់ចប់ទឹកទី3ហើយនឹងទទួលបានលទ្ធផលបាទកណ្ដាប់ដៃយូនពិសីបែរជារៀងស្រាលបាទស្រាលតែឃើញវាយធុនមីហុងអត់ញោចទេក៏អត់ញោចទេគឺប៉ាំងគឺនៅតែដើរចូលប៉ាំងដើរចូលប៉ុន្តែខ្ញុំគិតថាបើសិនជាកណ្ដាប់ដៃពេជ្រសម្បត្តិវិញអាចអុកគូដែរបាទធុនមីហុងនឹងអុកគូម៉ាំងដឹងតែអុកគូដែរព្រោះយើងពិនិត្យមើលពេជ្រសម្បត្តិគាត់វាយជាមួយកីឡាករស្វិតហើយសិតជាកីឡាករបរទេសហើយគឺសិតកីឡាករលំដាប់ទៀតបាទបើនិយាយពីធុនគឺធុនមីហុងធុនមិនដល់ពេជ្រសម្បត្តិទេបាទមិនដល់ទេធ្វើមិនក៏មិនដល់ដែរបាទចឹងសរុបសេចក្តីមកការជួបគ្នារវាងធុនមីហុងជាមួយយន្តពិសីដណ្ដើមប្រាក់លាននេះគឺលទ្ធផលបានទៅយន្តពិសីបាទហើយយន្តពិសីជើងចាស់ទៀតយន្តពិសីបើខិតខំប្រឹងប្រែងបុកហាត់ឲ្យខ្លាំងទៀតបាទកីឡាករនេះមិនធម្មតាទេបាទមនុស្សវាយឈ្នះធុនមីហុងហើយគឺមិនធម្មតាទេប៉ុន្តែគាត់ថាគាត់រៀងនៅស្ទើតាន់តិចបាទស្ទើតាន់តិចតែក្បាច់គាត់គឺល្អក្បាច់គាត់ចេញទៅគឺមកអេមហ្មងមកអេមសេហ្មងបាទហើយចូលមិនធម្មតាបាទវាយឈ្នះធុនមីហុងហើយគឺមិនធម្មតាទេកីឡានោះបាទកីឡាយន្តពិសីគឺជាកីឡាករដែលគ្មានឈ្មោះរបស់សម្លេងលើអរ៉ៃណេអាជីពកីឡាបដាល់តែធុនមីហុងគឺជាកីឡាករដែលអរ៉ៃណេល្បីបោះសម្លេងលើអាជីពអ្នកបដាល់បាទចុងក្រោយលទ្ធផលគឺចាញ់យន្តពិសីមិនធម្មតាទេមានន័យថាយន្តពិសីគឺជាកីឡាករលំដាប់មួយដែរហើយពិតជាធ្វើបានមែនយន្តពិសីបាទសូមអរគុណសូមជម្រាបលាបាទយន្តពិសីបងអូនប្រឹងប្រែងបន្តិចទៀតគឺអាចនឹងល្បីខ្លាំងឯងបងអូនឯង